ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីការប្រឡាក់សាច់មាន់បែបងាយៗហើយរសជាតិឈ្ងុយឆ្ងាញ់ផងដែរបងយើងលាងសាច់មាន់ឲ្យស្អាតបន្ទាប់មកយើងយកវាមកវះបែបនេះបងប្អូនដើម្បីឲ្យប្រឡាក់ទៅសាច់មាន់របស់យើងមានចូលជាតិបានល្អហើយសម្រាប់ស្លាប់មាន់ថ្ងៃនេះគឺខ្ញុំមានចំនួនត្រឹមតែ4ស្លាបទេដោយសារខ្ញុំនៅតែឯងអត់សូវទិញអីមកច្រើនដាក់ក្នុងទូទឹកកកទេនៅពេលដែលយើងទុករបស់ញ៉ាំនៅក្នុងទូទឹកកកយូរពេកវាធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពផងដែរឥឡូវបន្ទាប់ពីយើងវះសាច់មាន់អីហើយនាងខ្ញុំក៏បានហាន់ខ្ទឹមមួយមើមយកទៅដាក់នៅក្នុងសាច់មាន់ដែលបានប្រឡាក់ហ្នឹងព្រោះវាជួយកាត់ឆ្អាបហើយសម្រាប់គ្រឿងផ្សំរបស់យើងនេះវិញគឺមានខ្លាញ់ប្រេងខ្យងម្សៅម្ទេសនិងទឹកម្ទេសផងដែរឥឡូវយើងចាប់ផ្ដើមមកដាក់គ្រឿងផ្សំទាំងអស់គ្នាខ្លាញ់គឺខ្ញុំដាក់ចំនួនបន្តិចដើម្បីកុំឲ្យពេលចៀនទៅគឺវាជាប់ខ្ទះហ្នឹងបងអូនហើយប្រេងខ្យងគឺខ្ញុំដាក់បន្តិចដែរបន្ទាប់មកដាក់ម្សៅម្ទេសកូរ៉េបន្ទាប់មកគឺដាក់ទឹកម្ទេសបន្តិចដើម្បីបន្ថែមឲ្យសាច់មាន់របស់យើងមានពណ៌ស្រស់ល្អហើយនិងស្អាតផងដែរបងអូនហើយបន្ទាប់មកខ្ញុំក៏ភ្លេចដាក់អំបិលឥឡូវក៏បានដាក់អំបិលហើយឥឡូវបន្ទាប់ពីច្របល់គ្រឿងរបស់យើងប្រហែលជា5នាទីហើយនាងខ្ញុំក៏បានដាក់វាចូលទៅក្នុងប្រអប់ដើម្បីឲ្យវាចូលជាតិហើយខ្ញុំក៏អត់បានធ្វើវាភ្លាមដែរបងអូនខ្ញុំទុកវាចោលចំនួន1យប់ណាបន្ទាប់មកទើបស្អែកឡើងយើងនឹងជៀនញ៉ាំទាំងអស់គ្នាឥឡូវខ្ញុំបានរៀបចំទុកដាក់សាច់មាន់របស់ខ្ញុំទៅចូលទៅក្នុងប្រអប់រួចហើយអរគុណច្រើនបងអូនសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅវីដេអូក្រោយណាបងអូនបាយបាយ